คลบประเทศพุ่ม ก็ลบประเทศผมมันก็อยู่หลังใต้จะมัน ตาตุ้มทนอด ต้มมาเกิดโอ้ยจะเป็นมวยนะ เนี่ยอายุเราตามนี่ยังเมื่อไปจะท่าแบบมีดาวไปคลาสเปิดลงนะ ก็ได้ nó mới làm sơ mình đơn phải tiếng làm đi làm cha ให้ล้างตามกำจะได้ล้างเต้ thầy mơ tới khắp nôm ní cứ kia nôm bẩn non thầy phơi đại lao ní có thể làm tam กำจะได้ tam chỉ đá nè nè sập phùm chừng chật ngày khi có đang đào bẩn non đào mà làm tam ní tha thầy con nôm ấy bẩn non lao vì nào lao vì นักนอมลายตายครูอันตะยืนไหน ឡើងពីខាងត្បូងគេថាពីតែសិននៃភ្នំហើយខាងបាយខាងអាងឡាងនឹងឈ្មោះអាងអីទេក្រោយមកទៅគឺឃើញមកសារនេះគេថាអាងទៅចូលអត់អាងទៅ ទៅ ចូល ជឿដំដិន ណាដំដិន ក៏ដែរ ហ្នឹងហើយអូបើកាមុនវិញនេះអាប្រេកគាត់នេះវារកពីលើយ อันนี้ได้จองไอ้ ឥឡូវនេះអស់ពីសម្រុកនៅក្នុងព្រៃឈើឥឡូវដល់ព្រៃព្រិច អានេះគេហៅថាច្រត់ទឹកមក ដល់ហើយ អាទៅមក ព្រិចឫស្សីនេះមិនគេហៅឫស្សីទេគេហៅព្រិច បានតាមកណ្ដាលអាចឈប់នៅឯងបាន ទៅហ่ะ មុខពងតម្លាក់ឡើង អូអានេះគេនេះលេចអានេះ ឡើងមកដល់លើហើយឡូវឃើញផ្ទះហើយនេះ អើយពាក់កណ្ដាលផ្លូវនេះកណ្ដាលផ្លូវចិត្តដល់ចិត្តដល់គូហើយ ទិដ្ឋភាពព្រៃខៀវខ្ចីអូយ អាចជើងក៏តុនអាចកាត់ទៅឈឺ និមន្តលោកតាបាញ់វិញឡើងអស់រយៈពេលជាច្រើននាទីហើយឥឡូវមកដល់កំពូលភ្នំហើយមានអារម្មណ៍មិនដែរ គេថាក្រោយភ្លៀងមិនស្លាស់ក្រោយពីឡើងហត់មកមិនមែនថាឡើងមកដល់នេះបាត់ហត់ទេកំពុងតែសម្រាប់យកកម្លាំងដែរឡើងអស់កម្លាំងនឿយហត់យ៉ាងណាពេលដែលមកដល់លើកំពូលភ្នំបណ្ណន់ត្រូវខ្យល់បក់ស៊ីរួមជាមួយនឹងទិដ្ឋភាពព្រៃភ្នំមានឈើលាស់ហើយថាជំរុះស្លឹកចាស់ផ្លាស់មកស្លឹកថ្មីខៀវខ្ចីទៅអារម្មណ៍យើងក៏ស្រស់ស្រាយសប្បាយទៅនឹងទិដ្ឋភាពដែលយើងបាត់ឃើញណាខាងនេះនោះគឺជើងភ្នំបណ្ណន់ជើងភ្នំសំពៅហ្នឹងហើយជើងភ្នំសំពៅឃើញឡំនោះ ជើងក្នុងបើសំ ហ្នឹងហើយហើយខាងទិសនិរដីនៃទិសខាងត្បូងនៃភ្នំសំពៅហ្នឹងយើងថាខាងលិចភ្នំដែលយើងកំពុងឈរនេះគឺភ្នំភ្នំសាយសក់ភ្នំនាងសាយសក់ណាមកខាងភ្នំសាយសក់ខាងភ្នំលាងក្នុងកែបមានវត្តជីហងឲ្យជាដើមយ៉ាងមកអូហាយហើយទីនេះមានភ្ញៀវទេសចរច្រើនគូសំដែរដោយសារអ្នកឲ្យមកពីខេត្តផ្សេងចង់ទស្សនាទីរួមខេត្តបាត់ដំបងមានប្រាសាទហើយនឹងភ្នំមានប្រាសាទនោះចំនួន4ដែរទី1គឺប្រាសាទនេះប្រាសាទភ្នំបណ្ណន់នេះគេជាប្រាសាទដែរភ្នំបណ្ណន់នោះគេហៅប្រាសាទភ្នំបណ្ណន់ប្រាសាទស្នឹងទី2ទី3ប្រាសាទឯកភ្នំដែលគេស្គាល់ច្បាស់ហើយបាត់ដំបងណាហើយទី4នោះគឺប្រាសាទប្រាសែតមាន4ប្រាសាទដែរសម្រាប់ជាមោទនភាពរបស់ប្រជាជនដែលរស់នៅក្នុងទឹកដីខេត្តបាត់ដំបងសម្រាប់ថាបាត់ដំបងមានអ្វីឆ្ងាញ់នោះគឺអ្វីដែលញាតិញោមពុទ្ធបរិស័ទចូលចិត្តហ្នឹងគឺក៏មានតំបន់រមណីយដ្ឋានបែបធម្មជាតិអានេះមិនមានការឆ្នៃគឺបែបធម្មជាតិសិក្សាតាំងពីនាយមកទៀតពាន់ជាមួយនឹងរឿងពេងបុរាណផងហើយភ្នំសំពៅភ្នំបណ្ណន់ភ្នំនាងសាយសក់អីចឹងណា
ពាក់ព័ន្ធជាមួយនឹងឯរឿងប្រេងបុរាណតាមពិតមិនមានអីទេគាត់ថាចាស់បុរាណគាត់ផ្សារភ្ជាប់ជាមួយធម្មជាតិជាមួយនឹងរឿងប្រេងដើម្បីឲ្យមានការចំណាប់អារម្មណ៍អញ្ចឹងណាប៉ុន្តែយ៉ាងណាយ៉ាងនេះយើងសិក្សាទៅតាមនេះទៅតាមអ្នកដែលចេះដឹងគាត់ក៏បានសិក្សាមកថាវាយ៉ាងណាយ៉ាងនេះអញ្ចឹងណា ម៉ែប៉ុណ្ណានៅ ម៉ែបុរាណអូ អូអានអសលេងដាច់ គេដំណើរគេដែរគេត្រូវគេអូខេ ដែរហ្នឹងពាក្យដែរហ្នឹងមានន័យផ្សេង ដែរហើយនឹងដែរហើយអាចតែមួយទេដែរហ្នឹងមានន័យថាផង អត់ទេមួយដែរពីក្រោយមួយដែរកដាល ប៉ុន្តែដែរហ្នឹងដូចថាខ្ញុំទៅដែរ ខ្ញុំទៅដែរហ្នឹងដែរនឹងរោ នឹងដែរនឹងរ អាមួយអ្វីដែលកំពុងកើតឡើងអាហ្នឹងដែរនឹងរោ ដែរនឹងរ វាមួយនៅចុងមួយនៅកដាលអាមួយគេហៅជាធ្នាប់ ណាអាហ្នឹងត្រូវហើយប៉ុន្តែបើនិយាយពីចេញជាអសរនៅអសឡូហ្នឹងវាតែមួយ បើដែរនេះចង់និយាយពីដែរនឹងរោហើយលោតនធាតដែរបានន័យថាបន្សល់ទុក បន្ទាប់ពីឡើងពីក្រោយមកឥឡូវយើងចុះខាងមុខម្ដង